ពោតដែលយើងអត់បានបង្ហាញបងប្អូនទស្សនាថាតើដាំពូជអ្វីបាទពីមុនយើងដាំ28 29ហើយក្រុមហ៊ុន AS ដូចគ្នាដែរប៉ុន្តែឥឡូវនេះគឺ AS 4456ពូជបាទសូមគោរពពុកម៉ែបងប្អូនទាំងអស់គ្នាបាទនេះខ្ញុំមកដាំពោតបាទខ្ញុំមកដាំពោតមួយកន្លែងដែលការពីខ្ញុំប្រែវគ្គមុនម្ដងហើយបានដាំលើកទី2ហើយឥឡូវនេះយើងមកមើលតកតងជាមួយពូជពោតដែលយើងអត់បានបង្ហាញបងប្អូនទស្សនាថាតើដាំពូជអ្វីបាទពីមុនយើងដាំ28 29ហើយក្រុមហ៊ុន AS ដូចគ្នាដែរប៉ុន្តែឥឡូវនេះគឺ AS 4456ពូជនេះដែរគឺខ្ញុំធ្លាប់ដាំឆ្នាំមុនវគ្គចុងដៃដូចគ្នាបាទខ្ញុំដាំក្នុងខែ9នោះវគ្គទី2ហើយទិន្នផលវិញក៏ខ្ញុំបានធ្វើវីដេអូបង្ហាញបងប្អូនដែរតកតងជាមួយនឹងការច្រូតបាទផលយើងច្រូតណាអញ្ចឹងវគ្គនេះខ្ញុំមកធ្វើការដាំពោតដែលខ្ញុំថតតកតងពូជពោតឲ្យបងប្អូនតែម្ដងហើយតកតងម៉ាស៊ីនដាំគឺរក្សានៅម៉ាស៊ីនដដែលទេម៉ាស៊ីននេះយើងគ្រាន់តែរៀបចំជួសជុលតិចតួចដើម្បីឲ្យវាធ្លាក់ស្អាតជាងមុនតកតងខកពូជជានេះបាទអញ្ចឹងយើងទៅចាំមើលទស្សនាវីដេអូការដាំរបស់ទាំងអស់គ្នាបាទដាក់ទៅក្របវាអញ្ចឹងឲ្យរៀងព្រឹកធំក្របវាធំស្មើថ្លៃពូនេះថ្លៃជាងគេមកក្រុមហ៊ុនអីលេខ1ពូនេះថ្លៃត្រូវស្អាតនេះស្មើបាទជីបងប្អូននេះធំជាចាស់ហើយជីណាច្រើនយើងចាំលេខនេះជីយើងប្រើប្រភេទដល់1620ណាជីគុណភាពល្អជីធ្លាប់ដាក់ឲ្យតោះបាត់ទៅចំណាកាត់អត់មួយជើងកណ្ដុករៀងអត់ទេវាកន្លោះហើយស្រាលហើយអាហ្នឹងវាអត់កត់ទេស្អិតតិចបងប្អូនអើយបើយើងអត់បខំដាំថ្ងៃនេះអត់ហើយទេយើងកំចោះម៉ោងពី10នេះដែរនេះហើយអត់បងប្អូនហើយតែប្រៃជាងចិត្តណាចិត្តប្រៃបានបងប្អូនយើងដាំពោតបន្តទៀតដីថាដីនេះបងប្អូនដីសំណើបានល្អមែនទែនដីស្អែតហើយដីនេះគឺ100%ខ្ញុំហ៊ានធានាដោយសារខ្ញុំធ្លាប់ដាំធ្វើកសិកម្មពោតអញ្ចឹងធានាថាដីនេះគឺតប100%តែម្ដងបាទហើយសម្រាប់ការដាំពោតក្រហមខ្ញុំពាក់នេះដែរឃើញថារៀងយកតិចបងប្អូនខុសពីដើមដៃណាប៉ុន្តែចុងដៃទឹកភ្លៀងគ្រប់គ្រាន់បងប្អូនគិតថាវានឹងអាចមិនអីទេហើយសម្រាប់ដើមដៃខ្ញុំដាំអស់តែ2គីឡូចុច3ចុច4ទេហើយមិនដឹងថាបងប្អូនវិញតើសម្រាប់ចុងដៃនេះដាំញឹកឬក៏អំពើទេហើយសុំខមមិនប្រាប់ម្នាក់មួយមកប៉ុន្តែសម្រាប់ខ្ញុំនៅតែជឿជាក់ថាចុងដៃ
នឹងទទួលបានទិន្នផលល្អដោយសារដើមខែ7អញ្ចឹងហើយក៏អរគុណសម្រាប់បងប្អូនប្រជាកសិករជាពិសេសបងប្អូនដែលតាមដាននៅវីដេអូធ្វើកសិកម្មរបស់ខ្ញុំបាទអរគុណច្រើនហើយកុំភ្លេចជួយ Subscribe Channel ខ្ញុំម្នាក់មួយផងបងប្អូនដើម្បីលើកទឹកចិត្តខ្ញុំធ្វើវីដេអូបន្តទៀតហើយវគ្គក្រោយខ្ញុំនឹងថតពីដំណោះរបស់ពោតខ្ញុំបាទអរគុណច្រើន